នេះខ្ញុំធ្វើវីដេអូអំពីការដាំរៀបចំថ្នាលព្រោះកូនល្ហុងដើម្បីដាំនៅក្នុងលក្ខណៈគ្រួសារដើម្បីរកចំណូលក៏ដូចជាកាត់បន្ថយការទិញបន្លែបើយើងមានស្រាប់ទៅយើងអាចចង់បេះស្លទៅយើងអត់បាច់ទិញគេអស់លុយបាទនេះគឺកន្លែងបដោះរួចហើយចាំតិចទៀតខ្ញុំនឹងឲ្យឃើញកន្លែងដាំបាទហើយមានខ្លះដើមខ្ញុំដាំបានធំហើយបាទនេះគឺវាធំហើយវាមានផ្លែហើយអានេះក៏មានផ្លែដែរបាទហើយអានេះក៏វាចាប់ផ្ដើមផ្លែដែរហើយបាទ3ដើមនេះចាប់ផ្ដើមផ្លែដែរហើយអាដើមទៀតនេះក៏ផ្លែដែរនេះបាទហើយនេះជាដើមក្រូចឆ្មាបាទដើមក្រូចឆ្មាយើងដាំដែរហើយនេះក៏ល្ហុងយើងដាំហើយដែរនេះវាបានផ្លែធំខ្លះហើយបាទនោះនេះក៏បានផ្លែដែរហើយដើមនេះដើមនេះទឹកមានកោះយកមកដាំទឹកមានកោះយកមកដាំយើងទៅមើលមកកន្លែងទៀតនេះដើមនេះក៏ចាប់ដើមផ្លែដែរផ្លែតូចហើយចេញក្តាប់ហើយនេះដាំបានធំហើយពួកអស់នេះទៅដាំហើយធំមកហើយនេះកោះយកមកដាំហើយឥឡូវរៀងធំតិចហើយនេះគឺជីលាក់នឹងវងក៏មានប្រយោជន៍ដែរសម្រាប់បងសម្លឲ្យក្អូបនេះសាក់កូនល្ហុងដែលយកមកដាំណាកោះយកពីថ្នាលនោះមកដាំហើយឥឡូវវាខ្លះនៅតូចខ្លះនៅធំអានេះធំហើយនេះដើមនេះធំហើយនេះធំហើយនេះចេញក្តាប់ហើយនេះតូចមែនតែចេញក្តាប់ហើយហើយនេះជាដើមដាំបឺ
ដាំបឺបាទហើយនេះគឺជាស្លឹកគ្រៃយើងដាំមកបានច្រើនអញ្ចឹងទៅដើម្បីទុកព្រោះស្លឹកគ្រៃនេះគឺត្រូវការរាល់ថ្ងៃស្លុកអីរាល់ថ្ងៃណាហ្នឹងហើយមានដំណូងហើយចាប់ដើមផ្លែហើយនេះហើយនេះជាក្រូចឆ្មាបាទក្រូចឆ្មានេះក្រូចឆ្មាបាទអញ្ចឹងពេលណាយើងត្រូវការធ្វើជូរធ្វើអីមានស្រាប់មិនបាច់ទៅទិញគេទេនឹងអស់លុយបែកនេះត្រប់ញោមបាទស្លុកពោត្រប់ញោមដូងបែកដងនេះក៏ផ្លែដែរហើយនេះក៏ជាដើមកាក់ក៏មានប្រយោជន៍ដែរវាស្លឹកវាស្លមជូរដល់ធ្វើជាជូរបាទនេះយើងមានដំណាំសពគ្រប់វាមិនច្រើនទេប៉ុន្តែវាយើងដាំបានច្រើនមុខចឹងទៅវាអាចកាត់បន្ថយការចំណាយរបស់យើងទៅនៅក្នុងគ្រួសារយើងមាននៅសល់លុយកាក់ខ្លះបាទអញ្ចឹងសូមមកចប់វីដេអូរបស់ខ្ញុំតែប៉ុណ្្នេះសិន